ខ្ញុំបាទកុលសុផលនិពន្ធនាយករងអង្គភាពសារព័ត៌មាន KNM ញូគំនិតខ្មែរសូមលំអរកាយគោរពសម្ដេចទ្រង់អាយដាមអស់លោកស្រីលោកជំទាវអ្នកនាងកញ្ញាបងប្អូនទស្សនិកជនជិតឆ្ងាយជាទីគោរពស្រឡាញ់រាប់អានសូមបងប្អូនមេត្តាទានជ្រាបខ្ញុំបាទកុលសុផលបានចុះសេពអង្កេតសាវជ្រាវរាល់ករណីប្រឈមវិវាទទូទៅនៅតាមបណ្ដាខេត្តមួយចំនួនភូមិឃុំស្រុកនីមួយមួយចំនួនកន្លងមកនៅតាមបណ្ដាខេត្តទាំង25រាជធានីខេត្តខ្ញុំបាទចុះមកដល់ភូមិព្រៃភ្នៅឃុំព្រែកចង្ក្រានស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែងនៅថ្ងៃទី5ខែ3ឆ្នាំ2026ថ្មីកន្លងមកនេះខ្ញុំបានប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិព្រែកភ្នៅឃុំព្រែកចង្ក្រានស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែងបានឲ្យដឹងថារាល់វិវាទដីលំនៅឋានមានទទឹងក្បាល26ម៉ែត្របូកនឹងទទឹងកន្ទុយ26ម៉ែត្រដូចគ្នាគុណនឹងបណ្ដោយប្រវែង126ម៉ែត្រចំពោះដីលំនៅឋានមួយកន្លែងនេះជាដីកាតព្វកិច្ចអំណោយរបស់មូលដ្ឋានភូមិឃុំបានផ្ដល់ឲ្យផ្ដាច់មុខទៅដល់ឈ្មោះលោកពិនឈៀងលីរាល់ព្រោះពិនឈៀងលីគាត់បានស្ម័គ្រចិត្តលះបង់អាយុជីវិតយកសាច់ស្រស់ឈាមស្រស់ទៅការពារនៅព្រំដែនខ្មែរថៃហើយនោះដើម្បីអ្វីគឺដើម្បីបានដីលំនៅឋានមួយកន្លែងនេះទុកឲ្យប្រពន្ធកូននិងចៅរស់បន្តទៅថ្ងៃមុខទៀតយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋផ្ដល់ឲ្យបានដឹងថារៀងរាល់លិខិតស្នាមឯកសាររបស់មូលដ្ឋានភូមិឃុំស៊ីញេបោះត្រាចុះថ្ងៃខែឆ្នាំត្រឹមត្រូវប្រគល់ជូនទៅដល់លោកពិនឈឹងលីកាលពីអំឡុងថ្ងៃទី10ខែ11ឆ្នាំ1995មកបងប្អូនគឺបងពិនឈឹងលីបានដីកាតព្វកិច្ចគឺបានទាំងដីបានទាំងឯកសារច្បាប់ដើមទៀតផងខ្ញុំបាទកុលសុផលនិពន្ធនាយករងនៃអង្គភាពសារព័ត៌មាន KNM គំនិតខ្មែរគ្រាន់តែជាកញ្ចក់ដើម្បីឆ្លុះបញ្ចាំងរាល់ករណីវិវាទប្រឈមប្រព័ន្ធផ្លូវច្បាប់និងយកអង្គហេតុច្បាស់លាស់ឆ្អិនគ្រប់ជ្រុងជ្រោយដើម្បីមកធ្វើការផ្សព្វផ្សាយឲ្យថ្នាក់ដឹកនាំបានដឹងនៅរាល់វិវាទដីពិនឈឹងលីទំនាស់ជាង10ឆ្នាំកន្លងមកហើយនោះបើយោងទៅតាមការចុះស្រាវជ្រាវនិងសេពអង្កេតយកចិត្តទុកដាក់យ៉ាងល្អិតល្អន់សបញ្ជាក់ឃើញថាលោកឈ្មោះសុនផលនិងប្រពន្ធយិនញ៉េបរស់នៅភូមិទួលអង្គញ់ឃុំភ្នៅមួយស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែងគឺមានចេតនាគ្រោងទុកជាមុនគឺមានចិត្តរំលោភបំពានលួចធ្វើលិខិតคล้ายៗឯកសារលក់ទិញខុសប្រក្រតីកាត់អញ្ចឹងខ្ញុំអានតាមលិខិតពឹងពាក់របស់បងពិនជឹងលីគឺលោកសុនផលនិងប្រពន្ធយិនងេបរូបនេះធ្វើជាល្អដើម្បីមកខ្ចីដីរបស់ពិនជឹងលីចែកជាដីលំនៅឋានរបស់គាត់ហ្នឹងខ្ចីយកទៅដាំស្មៅចិញ្ចឹមគោមួយរយៈពេលសិនកន្លងមកនោះគឺបងពិនជឹងលីគាត់មិននឹកស្មានដល់គាត់ត្រង់ពេកគឺគាត់ឲ្យដីខ្ចីមួយរយៈខ្លីសិននោះគឺគ្មានធ្វើលិខិតស្នាមនោះទេគឺគ្រាន់តែខ្ចីមាត់ទទេតែប៉ុណ្ណោះលោកចូលមកដល់ថ្ងៃទី26ខែ3ឆ្នាំ1995គឺលោកសុនផលនិងប្រពន្ធយិនញ៉េបរូបនេះលួចធ្វើឯកសារคล้ายទិញលក់ណាបន្លំផ្ដិតមេដៃជំនួសបងពិនឈឹងលីនិងប្រពន្ធជាងផល្លាដោយអ្នកទាំងពីរពុំបានដឹងខ្លួនទាល់តែសោះមិនតែប៉ុណ្ណោះថែមទាំងស៊ីញេបញ្ជាក់ជំនួសលោកមេភូមិបាអាងទៀតផងដោយមេភូមិបាអាងពុំបានដឹងខ្លួននោះទេសូមបងប្អូនទស្សនិកជនជួយធ្វើការវិនិច្ឆ័យ
រាល់ករណីដីលំនៅឋានរបស់ពិនឈៀងលីដែលខំលះបង់យក អាយុជីវិត ចំពោះបងប្អូន អក យកអាយុជីវិតទៅការពារនៅព្រំដែនខ្មែរថៃនៅពេលដែលគាត់ត្រឡប់មកវិញគឺមានជនផលបានរំលោភបំពានយកដីនេះដាំដំណាំស្វាយដំណាំពីពេញចេកលហុងហ្នឹងទទួលបែបនេះគឺគាត់គ្មានអារម្មណ៍នឹងកើតទុកមិនសុខចិត្តទេគឺដាក់ពាក្យប្តឹងចូលមកដល់សាលាស្រុកក៏ប៉ុន្តែសាលាស្រុកពុំសាលាស្រុកមុនច្បាប់ស្រុកមុនគឺពុំបានកោះអញ្ជើញទៅឆ្លើយបំភ្លឺសួរនាំថាសុនផលបានដីមកពីណាគឺពាក្យបណ្ដឹងនេះគឺច្បាប់ស្រុកមិនទាន់មានពេលហៅទៅកោះទៅប្រជុំសួរនាំនោះទេនេះគឺយោងតាមច្បាប់ស្រុកមុនបងពិនជាលីពេលត្រឡប់មកពីព្រំដែនខ្មែរថៃវិញគឺបានឃើញជនផលបានរំលោភបំពានយ៉ាងនេះគឺគាត់កើតទុកមិនសុខចិត្តក៏សំណុំពរសូមដកលិខិតដើម្បីគោរពចូលទៅអង្គតុលាការសូមគោរពចូលមកលោកព្រះរាជអាជ្ញានៃអាយកាអមសាលាដំបងខេត្តព្រៃវែងមេត្តាយកអង្គហេតុយកម៉ាស៊ីនឆៃស្កេនធ្វើកុសលវិច័យផ្នែកកញ្ចៅដៃដើម្បីនៅពេលនោះម៉ាស៊ីនស្រែកទើបលោកសុនផលនឹងយិនញែបរូបនេះទទួលស្គាល់ថាពិតជាបានប្រព្រឹត្តបែបនេះមែនកាលណាម៉ាស៊ីនវាស្រែកទៅគឺកញ្ចៅដៃហ្នឹងគឺមិនមែនជាកញ្ចៅដៃពិនឈង្លីទេតែបើអត់ស្រែកបានន័យថាកញ្ចៅដៃនោះកញ្ចៅដៃរបស់ពិនឈង្លីណាបងប្អូនទូនីជនហ្នឹងបានន័យថាអញ្ចឹងគាត់កើតទុកទុកចិត្តព្រោះគាត់មកពីព្រំប្រទល់វិញគឺបាត់ដៃទៅទេណាគេយកដីដោយអត់មានដំណោះស្រាយគឺគាត់កើតទុកទុកចិត្តសូមប្តឹងដកឯកសារពាក្យបណ្ដឹងទាំងប្រមាណដែលចូលទៅសាលាស្រុកសប្តាហ៍ថ្ងៃនេះហ្នឹងហើយតែលោកអនិច្ចកម្មនៅសាលាស្រុកនេះអត់មានពេលដកឲ្យទេគឺលោកថាអត់មានដកឲ្យទេគឺចាំទៅអង្គតុលាការបើអង្គតុលាការបញ្ជាមកទើបបានដកឲ្យអញ្ចឹងជាចម្ងល់របស់ខ្ញុំដែរបងប្អូនទូនីជនខ្ញុំអង្គភាពសារព័ត៌មានគ្រាន់តែជាកញ្ចក់ដើម្បីតាមដានរាល់សកម្មភាពប្រឈមនានានៅក្នុងតាមភូមិឃុំសង្កាត់នីមួយៗឥឡូវចូលមកដល់ភូមិព្រៃភ្នៅឃុំព្រៃចង្ក្រានឃើញប្រឈមមិនថាអ្នកឆ្ងាយគឺអ្នកធ្វើការជាមួយគ្នាដូចពិនជលីសារព័ត៌មានដែរខ្ញុំក៏សារព័ត៌មានដែរណាបើអញ្ចឹងដែលដោះស្រាយទូទៅនៅ25ខេត្តរាជធានីហ្នឹងដល់ពេលមកជាក់ស្ដែងដីខ្លួនឯងគឺមានប្រឈមបែបនេះទៅវិញបងប្អូនអញ្ចឹងខ្ញុំសូមអានបន្តចឹងសូមឲ្យអង្គតុលាការយកម៉ាស៊ីនមកឆែកធ្វើកុសលវិច័យស្កេនក្រយៅដៃបើសិនជាម៉ាស៊ីនស្រែកបានន័យថាក្រយៅដៃនេះពុំមែនជាក្រយៅដៃពិនជលីទេគឺក្រយៅដៃផ្ដិតខ្លាយបំពេញជាការពិតអញ្ចឹងបងប្អូនប្រិយមិត្តជនទស្សនិកជនជួយធ្វើការវិនិច្ឆ័យរាល់ករណីដីលំនៅឋានរបស់បងពិនឈៀងលីដែលខំលះបង់យកអាយុជីវិតទៅការពារព្រំដែនខ្មែរថៃដើម្បីបានដីទុកដីមួយកន្លែងនេះទុកឲ្យប្រពន្ធកូននិងចៅរស់បន្តទៅមុខថ្ងៃមុខទៀតមុននេះបន្តិចគឺមានចំណុំពរមួយមកដល់ខ្ញុំថាបើសិនជាអង្គភាពសារព័ត៌មានផ្សាយមិនគ្រប់ជ្រុងជ្រោយគេនឹងធ្វើការងារការទុកទុកចិត្តដែរអញ្ចឹងខ្ញុំបាទកុលសុផលនិពន្ធនាយករងអង្គភាពសារព័ត៌មានKNM New កំណត់ខ្មែរបានចុះសាវជ្រាវយ៉ាងយកចិត្តទុកដាក់អំពីដីលំនៅឋានរបស់បងពិនឈៀងលីមួយរយៈពេលចុងក្រោយមកនេះគឺខ្ញុំបាទកុលសុផលបានចូលរួមដឹងឮនឹងធ្វើជាសាក្សីខ្ញុំបាទយោងតាមឯកសារលិខិតសញ្ញាបញ្ជាក់របស់មូលដ្ឋានភូមិឃុំចុះថ្ងៃខែត្រឹមត្រូវតាមមាត្រាផ្ដល់ឲ្យបងពិនឈៀងលីនិងប្រពន្ធជាមផល្លាត្រឹមត្រូវទៅតាមច្បាប់ជាធរមានឯបុគ្គលអាជ្ញាធរនីតិកម្មស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែងឯនោះវិញពុំមានក្រមសីលធម៌កោះហៅមកដោះស្រាយគឺដាក់សម្ពាធទៅលើដើមបណ្ដឹងទៅវិញ
ពួកដើមបណ្ដឹងពិនជាងលីការទុំទុកចិត្តតែអនិច្ចកម្មរបស់ស្រុកស៊ីថូកណ្ដាលដាក់គំនាបទៅលើពិនជាងលីសួរនាំតែពិនជាងលីឲ្យដីខ្ចីមកប្រមាណទៅការពារនៅព្រំប្រទល់ដែនខ្មែរថៃម៉ោងប្រមាណថ្ងៃប្រមាណបើដាក់មើលតាមពាក្យបណ្ដឹងគាត់អត់បានមើលគឺដាក់ពាក្យបណ្ដឹងថាពុំបានចាំថ្ងៃខែចាំតែឆ្នាំគាត់អត់មើលពាក្យបណ្ដឹងទេអនិច្ចកម្មរូបនេះមិនដឹងជាយល់យ៉ាងម៉េចទេជាចម្ងល់របស់ខ្ញុំណាបងប្អូនហ្នឹងហើយគ្មានក្រមសីលធម៌ក៏ហៅដើមបណ្ដឹងនឹងចុងបណ្ដឹងមកដោះស្រាយវិវាទទំនាស់ខ្លែងលិខិតទិញលក់នោះគឺគាត់អត់បានយកអាពាក្យបណ្ដឹងនៃខ្លែងលិខិតទិញលក់នោះមកវែងញែកសួរនាំសុនផលជាជីកឬជាជីកគោលដូចម្ចាស់ដើមបណ្ដឹងនោះទេអញ្ចឹងគឺមិនពិនជាងលីចឹងទេគឺពិនជាងលីម្នាក់គត់ដែលចូលទៅដោះស្រាយគឺគេគៀបសួរលិចសួរកើតដើម្បីបន្លំដូចល្បិចបាហ៊ីអញ្ចឹងរីឯខ្ញុំជាសាក្សីកុលសុផលជាសាក្សីបានឃើញបានឮបានដឹងបុគ្គលអនិច្ចកម្មរូបនេះហាមឃាត់ខ្ញុំមិនឲ្យចូលរួមស្ដាប់ទេកាលលើកទី1ឲ្យខ្ញុំចូលរួមស្ដាប់ដល់លើកទី2នេះទៅស្បត់ស្បាយលោកតាចូលមកវិញគឺអត់ឲ្យខ្ញុំចូលស្ដាប់ទេណាអត់ស្ដាប់ការប្រជុំអញ្ចឹងខ្ញុំជាសាក្សីលើកទី1ធ្វើអីលើកទី2ធ្វើអីមិនលុបឈ្មោះចេញទៅអញ្ចឹងវានឹងអស់ពេលអស់វេលានឹងមកប្រជុំដោះស្រាយបើអញ្ចឹងពិនជាងលីគាត់គ្មានពឹងពាក់ណាគឺខ្ញុំចនាធ្វើការជាមួយគ្នាខ្ញុំមិនជួយគ្នាជួយអ្នកណាខ្ញុំជួយគាត់តែត្រូវច្បាប់តើអញ្ចឹងសូមបងប្អូនទូនិជនជួយធ្វើការវិនិច្ឆ័យដើម្បីវែងញែកអំពីវិវាទទាំងនេះណាដើម្បីងាយបើសិនជាដកខ្ញុំមិនឲ្យស្ដាប់គឺដើម្បីងាយស្រួលគៀបសង្កត់សួរនាំទៅបងពិនជាងលីដើម្បីឲ្យឆ្លើយលដាក់លដប់ខុសពាក្យបណ្ដឹងដើម្បីធ្វើកំណត់ហេតុល្បិចបាហ៊ីអញ្ចឹងអាស្រ័យហេតុដូចអធិប្បាយនឹងរាយរាប់ខាងលើខ្ញុំកុលសុផលបានចុះសេពអង្កេតស្រាវជ្រាវលំអិតយ៉ាងយកចិត្តទុកដាក់បំផុតអំពីករណីដីលំនៅឋានរបស់បងពិនជាងលីគឺបុគ្គលអនិច្ចកម្មរូបនេះធ្វើយ៉ាងនេះគឺជាទំនងជាមន្ត្រីមួយដែលមិនស្របទៅតាមរាជរដ្ឋាភិបាលកំណត់ឲ្យបម្រើប្រជាពលរដ្ឋឬគាត់អនិច្ចកម្មចវាយរាជឬគឺអនិច្ចកម្មបម្រើរាជបើអនិច្ចកម្មបម្រើរាជគាត់សួរនាំមានក្រមសីលធម៌អញ្ចេះមួយអញ្ចេះពីរសួរគម្រាមកំហែងអញ្ចេះមួយអញ្ចេះពីរដើម្បីឲ្យគ្នាឆ្លើយបលបច្ឆាណាពោះមនុស្សម្នាក់មិនចេះ100គប់100ណាវាតែងតែមានភ្លេចភ្លាំងថ្ងៃខែទិញទួចនៅចាំតែឆ្នាំដាក់ពាក្យបណ្ដឹងក៏ដាក់អញ្ចឹងដែរហើយដល់ទៅពេលលោកសំណាងក្រសួងសូចរដីណាក៏ឲ្យពិនជាងលីនឹងធ្វើ form មួយឲ្យ form មកធ្វើពាក្យមួយដើម្បីបណ្ដឹងទប់ស្កាត់កុំឲ្យចេញប្លង់ដីពួកចុងស្លឹកនោះបានចុងស្លឹកយកទៅមិនមានប្លង់ដីទេតែចេញចុងស្លឹកគឺដូចបានប្លង់ដីអញ្ចឹងធ្វើបណ្ដឹងទប់ស្កាត់ឲ្យ form នឹងមកដល់ពេលយកទៅដាក់នៅសាលាស្រុកទទួលពី3ថ្ងៃ3 4ថ្ងៃក្រោយមកបានបញ្ជាឲ្យកោះហៅដល់កោះហៅមកគឺមានរឿងស្អត់ស្បែកប្រឈមដល់ថ្ងៃនេះអញ្ចឹងខ្ញុំសាក់សីការទុំទុកចិត្តដែរពួកខ្ញុំបានស្បត់ដល់ជូនដល់លោកតាផ្នែកទឹកជាទឹកឲ្យជួយមើលការខុសត្រូវហើយខ្ញុំឡើងមកធ្វើសាក់សីនេះគឺមិនមែនស៊ីឈ្នួលជួលពាន់ណាខ្ញុំធ្វើព័ត៌មានមិនគិតយកប្រាក់ខែពីរាជរដ្ឋាភិបាលគឺអង្គភាពសារព័ត៌មានខ្ញុំគឺដើរ25ខែរាជធានីដើម្បីចុះស្រង់ណាយកអង្គហេតុយកករណីវិវាទទូទៅដែលដោះស្រាយក្រៅអង្គប្រព័ន្ធតុលាការគឺខ្ញុំជាប្រៀបនាំសារជាកញ្ចក់ឆ្លុះបញ្ចាំងរកការខ្វះខាតទូទៅនៅតាមបណ្ដាមូលដ្ឋានកន្លងមកអញ្ចឹងខ្ញុំចូលរួមស្ដាប់ចូលរួមប្រជុំនៅអង្គពិធីផ្សេងគឺស្រឡាញ់អនុសាសន៍របស់រាជរដ្ឋាភិបាលបានដាក់ចុះថាព័ត៌មានជាអាវុធមុតស្រួចជីកកកកកាយរឿងលាក់បាំងណាបើបាត់ចំណូលរដ្ឋមានអតិថិជនមួយចំនួនគិតពន្ធមិនបានបង់ពន្ធដល់ពេលព័ត៌មានដឹងធ្វើការផ្សព្វផ្សាយគឺអ្នកខ្លះគិតពន្ធគឺរួមចំណែកទៅប្រកាសបង់ពន្ធនឹងព័ត៌មានគឺបានអញ្ចឹងហើយទស្សនៈជនទស្សនៈបងប្អូនមួយចំនួនមានទស្សនៈខុសយ៉ាងម៉េចតាំងពាក់ទិនអីមួយព័ត៌មានកន្លងមកខ្ញុំចុះទៅមានពាក្យញុះញង់ចឹងដែរថាពាក់ព័ន្ធអីមួយព័ត៌មានមានសិទ្ធិអី
ta bờ bò miền miền xích chắc cả rầm tây mà thôi rầm tây bò miền mà thôi cái lông dây nó cứ dây bố bò miền mùi chủng luôn có ban trong các là cho bắp ta bị muốn cái thuê chàng vàng mùi mũi cái ao trở riêng sân riêng môn bàn thuê chàng vàng cao gì lời ní thuê chàng vàng muốn từ riêng cao thì bia phải chăng bắt thứ hai nè việc khóc ra ở đây bắt thứ hai các bạn ai đông khôn trực khác quật lươn láng cả tha bò miền mà rồi nhé đào tử nơi sau ta đọc nhẹ cái group cái thằng lạnh cái càng sập nhẹ cái sọp nè cái rồi nó cái sọp bầu chân số bông bông tung đi chân thưa cả bên cháy nhưng nghiệp mà đây trong đó bông phân xử lý bính chân rồi vì biết đây phân xử lý đấy cứ rồi hai miền pro chôm này này sẽ ba ấy xem đi tam ca bên cháy tam ca xếp hình kết cho xếp kết để tam phun không nữa này nhập bát cho sao chiều kiêng cái là hai cái lòng mà hói đầm bay tam dốc ông hai mình dốc ai xa thấy cái ca nghiệp sắp sai đi trong mình trong sắp sai đi phụ tục học ca ao giờ đi cam ao bị ba sốc tiếp đường làng thay nè quạt bàn như dây mũi chống sùa đào bữa đi cam đào sấy gì khoác lòng chờ thọ tạm đó quạt hàm cái ta cầm ao kia miền của bác cầm ao tròn can to và khi ở dây đi dây tròn sao gì cái đọc quất nhom làng miền của bác quạt sao quạt can anh đang bạch tài hay giấy đặt cầm như tha ham cho sẽ đáp hàm thọรูป ham thốt camera và cọp hay bơ sân kia thốt kia và hót chạm ra nâng thứ nè và họ phải rùm lốp chăn tiêu lục chất bọc cô bọc lốp nữa nè bọc ông bị thi nè nè cái snap cái thốt snap túc thôi chị ai cái giá túc chỉ xả dây vì mình chạm o tí cái thốt nó tung chẳng tí nè bà cái thốt cho tập họ phải nữa chỉ riêng bọc cô rùm lốp chăn tiêu lục chất bọc cô nè bằng một đường sai cái sông bọc cô nữa ta trong sai ban ó bò miền chấm cứ bò miền chân hay đi đâu lúc miền của bò nó đi tha khai bầu này nè thoáng khai chứ đời nhẹ biết khai gì nhẹ biết gì luôn thọt bán này rồi vừa nhẹ thoáng kia thôn bán cứ khai nhẹ thoáng là mỏng nâng giang mình chứ bông bông xôm bông ôn người ta cũng ôn lớn tam đan rồi vì biết rương đây bọc bông phân xử lý chẳng việc mình chọn đích nhưng xôm làm ao cay group đại trung ai đom ở lô lục đây này nhưng cái nhà bông ôn tung đi chôn play mất chết ngày chỉ ti group chỉ ti sờ lanh gọt án xôm từ chi nàng ná và cô từ đây sốc group là ca cùng ao khàn lời xôm group ở cùng group liền